មនុស្សសំខាន់ម្នាក់ទៀតក្នុងបណ្ដាញឆបោករបស់លោក Gen Z ត្រូវបានបញ្ជូនចេញពីប្រទេសកម្ពុជាទៅប្រទេសចិនហើយលើកនេះគឺលោកលីសុងពលរដ្ឋចិនមានសញ្ជាតិកម្ពុជាលោកត្រូវបានសារព័ត៌មានរដ្ឋចិន CCTV ចាត់ទុកថាជាសមាជិកស្នូលម្នាក់ក្នុងបណ្ដាញឆបោកអនឡាញនិងលាងលុយខុសច្បាប់របស់លោក Gen Z អាជ្ញាធរកម្ពុជាបានបញ្ជាក់ថាការបញ្ជូនខ្លួននេះពិតជាបានកើតឡើងមែនក្រសួងមហាផ្ទៃកម្ពុជាបានឲ្យដឹងតាមរយៈសេចក្តីប្រកាសព័ត៌មានថាលោកលីសុងត្រូវបានដកសញ្ជាតិខ្មែរនៅថ្ងៃទី31ខែមីនាឆ្នាំ2026មុនពេលបញ្ជូនទៅចិនសមត្ថកិច្ចកម្ពុជានិងចិនបានសហការគ្នាស៊ើបអង្កេតសំណុំរឿងរបស់លោកលីសុងអស់រយៈពេលជាច្រើនខែក៏ប៉ុន្តែលោកសុខៈមិនទាន់ឆ្លើយតបសំណួររបស់ News Today អំពីទីតាំងនិងកាលបរិច្ឆេទចាប់ខ្លួនលោកលីសុងនៅឡើយគិតត្រឹមម៉ោងចេញផ្សាយទូរទស្សន៍រដ្ឋចិន CCTV បានរាយការណ៍ថាលោកលីសុងមិនមែនជាបុគ្គលធម្មតាទេលោកគឺជាអតីតប្រធាន Huiwan Group ជាក្រុមហ៊ុនដែលអាមេរិកចោទថាបានជួយលាងលុយខុសច្បាប់យ៉ាងតិច$4,000 លាននៅចន្លោះខែសីហាឆ្នាំ2021ដល់ខែមករាឆ្នាំ2025តាមការស្រាវជ្រាវរកឃើញរបស់ FinCEN នៃក្រសួងហិរញ្ញវត្ថុអាមេរិកក្នុងចំណោមលុយខុសច្បាប់ទាំងនោះមានយ៉ាងតិច$37 លានមកពីការ hack តាមប្រព័ន្ធអ៊ីនធឺណិតរបស់កូរ៉េខាងជើង$36 លានបានមកពីការឆបោកវិនិយោគលើគ្រីបតូនិងប្រហែលជា$300 លានមកពីឆបោក cyber ផ្សេងៗអាមេរិកបានចាត់ទុកក្រុមហ៊ុន Huiwan របស់លោកលីសុងជាច្រកសំខាន់សម្រាប់លុយកខ្វក់ឆ្លងកាត់ចូលទៅក្នុងប្រព័ន្ធហិរញ្ញវត្ថុផ្លូវការនេះបើយោងទៅតាមសេចក្តីរាយការណ៍របស់ Reuters ចុះផ្សាយនៅថ្ងៃទី1ខែមេសាឆ្នាំ2026កាលពីខែមករាឆ្នាំ2026កម្ពុជាបានបញ្ជូនលោក Gen Z ទៅប្រទេសចិនដើម្បីរងចាំកាត់ទោសបន្ទាប់ពីត្រូវបានចាប់ខ្លួននៅកម្ពុជាភាគីចិនកាលនោះបានប្រកាសថានឹងបន្តតាមចាប់សមាជិកសំខាន់ផ្សេងទៀតដោយដាក់ឈ្មោះបណ្ដាញនេះថាក្រុមឧក្រិដ្ឋកម្ម Gen Z ខ្ញុំរស់សុធាពី News Today NTTV ATFIT គ្រប់គ្រងចំណីសម្រេចនិងថ្នាំព្យាបាលសត្វគ្រប់ប្រភេទយើងក៏ត្រូវការដំណឹងចែកចាយបន្ថែមផងដែរ ATFIT សត្វចិញ្ចឹមមានសុខភាពល្អជួយបង្កើនប្រាក់ចំណេញ